indicator แต่สหาวแบบนี้อาจมือหลมโหจ่อยังสหาวหายดังปีหลมโหล่างยังสหาวโนเปลวีจีปอกเขียวตีบซานังบุกล่างแบบนี้ไงนี้ยังมาแนะนำไอ้สกอร์ปี zipper indicator มันยังเตาเรียนปะยังเราดักเกิดในสันการจุดโดมีหันไปกัวไอ้เฟอร์เนี่ยออกปีหลุดเราศึกษาใช่ป่ะล้อมันเป็นจุดโดวิดีโอนี้เฟอร์มามันเป็นไปแน่นอนการจุดโดเอาไว้ตั้งเอาเฟอร์ล่างนำไปการศึกษาอุปกรณ์หายในการอภิวัตไปใช้วิธีการจุดโดเจียจำได้ดังយើងត្រឡប់មកមើល indicator របស់យើងវិញជា indicator មួយដែលយើងហ៊ានមកមិនថាអ្នកណាជាអ្នកសរសេរកូដមិនថាអ្នកណាជាអ្នកអភិវឌ្ឍ indicator យក indicator មកជុលគ្នាមើលថាអាមួយណាវាល្អជាងសូម្បីតែ indicator Win Pro ដែលខ្ញុំផលិតហើយលក់បាននៅក្រៅប្រទេសពេលខ្លះវាប្រើអត់កើតណាហ៎នៅពេលខ្លះដែលខ្ញុំប្រើ average យើងមើលត្រង់នេះថាត្រង់នេះវាជាពណ៌ក្រហមវាធ្វើឲ្យយើងអត់ហ៊ានបាយមែនទេវាថាជាលំហចុះបន្ទាប់មកវាបដូរជាឡើងបដូរជាចុះបដូរជាឡើងតែអ្វីដែលខ្ញុំមកណែនាំនេះគឺជាឧបករណ៍ zipper នេះអាន train ម៉ែសាហាវនិយាយបែបនេះមកយើងមើលថា zipper វាអានថាម៉េច zipper វាអានថាលំហឡើងអញ្ចឹងបើលំហឡើងទីផ្សារវាវិលចុះមកប៉ះអាខ្សែ zipper វាធ្វើការបុកឡើងវិលប៉ះខ្សែ zipper វាធ្វើការបុកឡើងវិលប៉ះខ្សែ zipper វាធ្វើការបុកឡើងសាហាវបែបហ្នឹងអានទីផ្សារម៉ែសាហាវ train អានល្អមែនទេយើងមើលត្រង់នេះលំហបដូរជាលំហចុះយើងអាចប្រើឧបករណ៍ផ្សេងមកជំនួយប្រើ Fibonacci ប្រើអីក៏បានเอาមកជំនួយតែអ្វីសំខាន់គឺវាដឹងថាវាចុះឡើងហើយចុះយើងរត់ចាំតែចង្វាក់ល្អចង្វាក់ដែលយើងចូល order បានល្អឧទាហរណ៍តែខ្ញុំយក indicator Win Pro មកប្រើជាមួយតែខ្ញុំអត់ប្រើ Mega Trend ទេខ្ញុំដក Mega Trend ចេញចុចមក Win Pro ចុចមកកន្លែង setting ដក Mega Trend ចេញចុច OK ខ្ញុំសាកមើលតា zipper បដូរជាលំហចុះពណ៌ក្រហមខ្ញុំចាំវាយមកណាបើប្រយោជន៍ពណ៌ក្រហមដែរវាយចុះពណ៌ខៀវខ្ញុំមិនធ្វើអីពណ៌ក្រហមវាយចុះពណ៌ខៀវមិនធ្វើអីពណ៌ក្រហមវាយចុះពណ៌ខៀវមិនធ្វើអីពណ៌ក្រហមវាយចុះពណ៌ក្រហមវាយចុះពណ៌ក្រហមវាយចុះយើងឃើញទេទីផ្សារធ្លាក់ក្រឹបមកយើងមកមើលពេលដែល indicator ដែលថ្ងៃកើតពីថ្ងៃពុធដែលវាបដូរជាពណ៌ខៀវហើយទីផ្សារវាបុកឡើងយ៉ាងសាហាវអញ្ចឹងយកមើលត្រង់នេះតรงនេះគឺព័ត៌មានសំខាន់ប្រចាំខែណាហ่ะ CPI indicator យើងបានបដូរជាពណ៌ខៀវនឹងមានន័យថាវាជាលំហឡើងតែសញ្ញានៃ volume វាប្រាប់តែចុះសិនចុះសិនបើចុះសិនចូលមកដល់តំបន់គួរទិញនេះគឺតំបន់គួរទិញហើយជាតំបន់គួរលក់ដល់តំបន់គួរទិញយើងអត់ទាន់ទិញទេរហូតដល់សញ្ញាវាបដូរជាពណ៌ខៀវយើងធ្វើការវាយឡើងពុបទីផ្សារបុកឡើងអញ្ចឹងនៅពេលដែល indicator បដូរជាពណ៌ខៀវពណ៌ក្រហមវាយចុះយើងសាកមើលថាបើសិនជាមិនមាន zipper មានតែ Win Pro យើងបើក Mega Trend ពេលខ្លះវាបដូរជាពណ៌ក្រហមបែបនេះវាធ្វើឲ្យត្រង់នេះយើងមានការស្មុគស្មាញថាទីផ្សារភាពរួមវាចុះអញ្ចឹងយើងអត់ហ៊ាននឹងធ្វើការបាយទេសុកទីផ្សារបុកឡើងអញ្ចឹងទីផ្សារវាមានការក្លិចក្លុចណាហ่ะព្យាយាមធ្វើឲ្យយើងបាត់ស្មារតីនៃការ trade នេះជាអ្វីដែលខ្ញុំចូលមកសរសេរជាមួយ AI និយាយជាមួយ AI សរសេរ indicator ដែលរកលំហល្អបំផុតអញ្ចឹងបើយើងដឹងថាលំហធំជាលំហឡើងអញ្ចឹងអ្វីដែលយើងរងចាំគឺរងចាំតែវាយឡើងទៅវាយឡើងក្រហមបិទសិនខាតតិចតួចបិទសិនក្រហមវាយចុះzipper pro ពណ៌ក្រហមវាយចុះប្រយោជន៍ពណ៌ក្រហមវាយចុះយើងមកមើលទីផ្សារបច្ចុប្បន្នហ្មងទីផ្សារពណ៌ខៀវអញ្ចឹងគឺត្រៀមវាយឡើងពណ៌ខៀវវាយឡើងបើវាអត់ឡើងខាត់ loss សិនព្រមខាតសិនយើងអត់ដឹងថាមានអីខាត់ឡើងទេណាតែបើខៀវឡើងទៀតវាយឡើងឃើញទេអញ្ចឹងបើវាយឡើងហើយចូលមកដល់តំបន់គួរលក់យើងគួរតែលក់ចេញទីផ្សារវាចុះមកឆ្អែតសិនមកយើង trade ដូច switch trade កុំបង្ខំឲ្យ trade និយាយ trade យ៉ាងលេងយ៉ាងច្បាស់កុំបង្ខំឲ្យ trade មកស៊ីសទួចយើងត្រូវរងចាំអញ្ចឹងបើយើងមានទួនាទីនៃការលេងឡើងវាយឡើងយើងរងចាំវាសិនសន្សំដូចខ្លាដែលវាកំពុងសន្សំចាំចាប់ក្តាន់អញ្ចឹងយើងមិនវាយចុះវាយឡើងហុលចុះហុលឡើងដាច់ account នេះយើងរងចាំវាយចូលតឡើងយើងមកមើលនៅករណីដែលទីផ្សារវាយ៉ាប់គឺយ៉ាប់មែនទែនទីផ្សារនេះខ្ញុំនិយាយមែនខ្ញុំ trade ដាច់ account ខ្ញុំ trade ដាច់ពី account មុននឹងផលិត indicator នេះកើតត្រង់នេះទីផ្សារម៉ែកឡុកកឡុកចុយម៉ែតรงដាច់ account ពី account ស្មុគស្មាញយើងគិតមើលថាវាប្រូជាពណ៌ខៀវ
khiếu quay là biết ăn prom làแบบนี้យើងព្យាយាមខាត់ loss កាត់ខាតសិនអាចកាត់ខាតមក30រៀងខៀវវាយឡើងម្ដងទៀតអានេះបានដើមមកវិញណាក្រហមចាំសិនខៀវវាយឡើងអត់ព្រមឡើងអានេះបែបបានដើមឬខានទីទួចក្រហមចាំសិនខៀវវាយឡើងវាយឡើងហើយវាព្រមឡើងបិទបានដើមខៀវវាយឡើងក្រហមបិទសិនត្រង់នេះបើសិនខ្ញុំមាន indicator ត្រង់ហ្នឹងខ្ញុំអត់ដាច់ account ទេព្រោះពេលហ្នឹងខ្ញុំគិតថាវាចុះតខ្ញុំវាយបញ្ចុះហ្មងតែវាអត់ចុះបើមាន zipper ដឹងថាលំហូរឡើងពណ៌ខៀវវាយឡើងនេះបែបខាត1ខាត2ខាត3សរុបដាក់ត្រង់នេះប៉ាំងឡើងអញ្ចឹងយើងមើលថា zipper វាជាលំហូរឡើងវាវាយឡើងយើងមើលត្រង់នេះជាព័ត៌មានសំខាន់ទីផ្សារវាធ្វើកលុកដូចនឹងវាត្រៀមនឹងចុះអញ្ចឹងយើងគិតថាវានឹងចុះខ្ញុំវាយសរុបចុះត្រង់នេះប៉ាបមកបុកឡើងដាច់ account បាត់អញ្ចឹងបើសិនជាយើងមាន zipper យើងដឹងថាទីផ្សារវាឡើងអញ្ចឹងយើងត្រៀមតែវាយឡើងពេលវាខៀវវាយឡើងក្រហមបិទសិនខៀវវាយឡើងអាត្រង់នេះដូចគ្នាអាត្រង់នេះខ្ញុំដាច់ account ទៀតណាហ៎ប្រហែលដងហើយអញ្ចឹង indicator នេះសាងមកមិនមែនជារឿងងាយនៃការសាងទេណាតម្រាំសាងបានវេទនាណាវេទនាណាតម្រាំសាងបានណាអញ្ចឹងសម្រាប់អ្នកណាដែលចង់ប្រើឬសាកប្រើណាហ៎ comment ក្រោមវីដេអូនេះឬតាក់ទងមកខាងខ្ញុំមកនឹងបានប្រើ indicator free ណាហ៎ឬអាចបានindicator សាកល្បងយកសាកប្រើហើយបើសិនជាយើងជាអ្នកសរសេរ code EA ឧទាហរណ៍យើងសរសេរបែប grid អញ្ចឹងបើពណ៌ខៀវឲ្យវាដេញបាយទៅដល់តំបន់លក់ឲ្យវាគួរលក់ទៅពណ៌ក្រហមឲ្យវាដេញ sell ទៅណាពណ៌ខៀវវាឡើងទៅឈប់ដេញ sell ដេញបាយម្ដងទៅឃើញទេអញ្ចឹងបើ grid យកទៅផលិតបន្ថែមខ្ញុំលក់ code ឲ្យបើចង់បាន code ខ្ញុំលក់ code ឲ្យបើ EA យើងដេញតែ sell វាដាច់អត់ដាច់ទេបុកឡើង sell យ៉ាងម៉េចក៏ profit ដែរហើយបើវាផ្ដើមពណ៌ខៀវវាធ្វើម៉េចក៏ដេញតែបាយទៅល្អជាង moving average គ្រប់ប្រភេទដែលធ្លាប់សាងមកព្រោះបច្ចុប្បន្នវាមានបច្ចេកវិទ្យា AI ខ្ញុំនិយាយជាមួយវារាប់ខែតម្រាំមកសាងបានតួរលេខដែលអាចវិភាគទិន្នន័យអនាគតបានហើយយើងយកមកផលិតទៅនឹង zipper indicator ឬ zipper trend ពូកែរឿងអានលំហូរទីផ្សារអាចប្រើជាមួយ indicator ផ្សេងៗបានទៀតអញ្ចឹងសម្រាប់អ្នកណាចាប់អារម្មណ៍កុំភ្លេចតាក់ទងមុខ